ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីសិក្សាកុំព្យូទ័រតាមអនឡាញជាមួយខ្ញុំបាទលោកគ្រូវិសាលជួបគ្នាម្ដងទៀតហើយនៅមេរៀនទី3នេះអញ្ចឹងមេរៀនទី3នេះគឺតាក់ទងជាមួយនឹងការរក្សាទុកឯកសារនៅក្នុងកម្មវិធី Microsoft Word ឬក៏ Save Document File Format អញ្ចឹងបន្ទាប់ពីយើងធ្វើកិច្ចការរួចឬក៏យើងវាយឯកសាររួចយើងត្រូវការរក្សាទុកឯកសាររបស់យើងនៅក្នុងកម្មវិធី Microsoft Word អញ្ចឹងការរក្សាទុកឯកសារគឺអាស្រ័យទៅលើគោលបំណងនៃការប្រើប្រាស់ឯកសាររបស់យើងអញ្ចឹងនៅក្នុងវីដេអូនេះយើងនឹងរៀនអំពីរបៀបរក្សាទុកឯកសារក្នុងនោះយើងនឹងលើកយកមក4ជម្រើសឬក៏4របៀបដើម្បីយើងរក្សាទុកឯកសារអញ្ចឹងរបៀបទី1គឺការរក្សាទុកឯកសារនៅក្នុងជាទម្រង់ Word format អញ្ចឹងមានអក្សរកាត់វាគឺ docx អញ្ចឹង docx អានេះគឺយើងទុកសម្រាប់យើងផ្ញើឲ្យអ្នកណាដែលគាត់មានកម្មវិធី Microsoft Word ដើម្បីគាត់អាចកែឬក៏ងាយស្រួលក្នុងការអានតែបើអ្នកដែលមិនមានកម្មវិធី Microsoft Word ទេគាត់ពិបាកយើងអាចប្រើទម្រង់ផ្សេងដើម្បីសារទុកឬក៏ផ្ញើទៅឲ្យពួកគាត់អញ្ចឹងចំណុចទី2គឺការរក្សាទុកឯកសារជាទម្រង់ PDF អញ្ចឹង PDF format នេះគឺវាជាទម្រង់មួយដែលសំខាន់ដែលភាគច្រើនគេប្រើដើម្បីផ្ញើទៅកាន់នរណាម្នាក់ហើយភាគច្រើនគឺជាកិច្ចការសម្រេចចុងក្រោយព្រោះ PDF នេះគឺវាពិបាកកែអញ្ចឹងយើងចង់រក្សាទុកនៅទម្រង់ដើមរបស់វាដូចជាទំហំឬក៏ពណ៌ឬអីផ្សេងៗគឺយើងមិនចង់ឲ្យអ្នកទទួលនឹងគេកែវាបានយើង save ជា PDF ហើយភាគច្រើនគឺទម្រង់នេះគឺនៅពេលដែលការងារបញ្ចប់ចុងក្រោយទើបគេរក្សាទុកជាទម្រង់ PDF នេះចំណុចទី3គឺការរក្សាទុកឯកសារជាទម្រង់ HTML file នេះគឺយើងរក្សាទុកសម្រាប់ convert វាទៅជាឬក៏សម្រាប់ប្រើប្រាស់វានៅលើ website អញ្ចឹងវាងាយស្រួលក្នុងការមើលវាឬក៏ view វានៅលើ internet browser អញ្ចឹងសម្រាប់អ្នកដែលធ្វើ website ធ្វើ blog អីគេប្រើ save ជា HTML file ដើម្បីងាយស្រួល convert វាទៅក្នុង web page សម្រាប់មើលនៅលើ internet browsers ចំណុចទី4យើងអាចរក្សាឯកសារមួយទៀតគឺ save វាជា TXT file ទម្រង់នេះគឺយើងរក្សាទុកវាសម្រាប់ប្រើប្រាស់ព្រោះប្រើប្រាស់នៅកម្មវិធីណាដែលយើងអាចអាន text បានអញ្ចឹងបើសិនជាយើងរក្សាទុកវាជា TXT file នេះវានឹងដកចេញនៅ format ទាំងអស់ពីឯកសាររបស់យើងទុកតែអក្សរធម្មតាជាទម្រង់ធម្មតារបស់ Word អញ្ចឹងអានេះគឺឲ្យតែកម្មវិធីក្នុងកុំព្យូទ័រដែលអាន text បានគឺអាចបើកបានហ្នឹងអញ្ចឹងតោះយើងទៅមើលពីរបៀបនៃការរក្សាទុកឯកសារនីមួយៗខ្ញុំរៀបធំបន្តិចអញ្ចឹងទី1គឺយើងដើម្បីរក្សាទុកឯកសារជាទម្រង់ Word អញ្ចឹងយើងចូលទៅកាន់ខាងឆ្វេងដៃខាងលើបំផុតគេដាក់ file អញ្ចឹងចុច file មក
យើងអូសមកក្រោមឃើញពាក្យថា save ឬក៏ save as អញ្ចឹងយើងចុច save as មកអញ្ចឹងខាងនេះវានឹងបង្ហាញឲ្យយើងរកកន្លែងដើម្បីយើងរក្សាទុកអញ្ចឹងបើយើងចង់រកកន្លែងរក្សាទុកយើងចុច browse មកដើម្បីវាស្វែងរកកន្លែងណាដើម្បីយើងរក្សាទុកអញ្ចឹងអានេះខ្ញុំរក្សាទុកនៅក្នុងsave document នេះជាឈ្មោះ file ឈ្មោះកន្លែងដែលយើងរក្សាទុកហើយនេះគឺជាឈ្មោះចំណងជើងរបស់ឯកសារយើងអញ្ចឹងក្នុងនេះដាក់មេរៀនទី3ហ្នឹងឯងអញ្ចឹងជាធម្មតា Word វានឹងចេញជា default មកឲ្យយើងគឺ Word document នេះយើងឃើញ D O C X doc X តែយើងអាចមើលនៅក្នុងនេះទៀតមកក្នុង drop down វានេះមកឃើញមានច្រើនណានេះមាន Word ការអំពិល2003អញ្ចឹងយើងយកមួយណាក៏បានដែរឲ្យតែជា Word ឲ្យតែឃើញ Word document នេះគឺយើងអាចរក្សាទុកវាបានណាអញ្ចឹងចុចយកមួយណាមកវាជាប់នៅលើនេះហើយយើងចុច save ទៅវានឹងរក្សាទុកឯកសាររបស់យើងដែលបានធ្វើរួចហើយនៅក្នុងកន្លែងដែលយើងចង់ទុកបាទគេត្រឡប់មកវិញអូខេចំណុចទី2អញ្ចឹងការរក្សាទុកឯកសារជាទម្រង់ PDF ឬក៏ save as PDF file format នេះអញ្ចឹងរបៀបរក្សាទុកដូចគ្នាណាយើងចូលទៅកាន់ file save as យើងចុច browse ដើម្បីរកកន្លែងទុកអញ្ចឹងវានឹងយើងคลิป save មិញកន្លែងនេះគឺវារត់មកកន្លែងចាស់អញ្ចឹងយើងនឹង save ទុកវាកន្លែងនេះហើយយើងគ្រាន់តែរើសកន្លែងរើសទម្រង់របស់វាអញ្ចឹងអូសមកក្រោមមកឃើញ PDF អញ្ចឹងយើងគ្រាន់តែចុច PDF មកអញ្ចឹងវានឹង save ជាទម្រង់ PDF ឲ្យយើងហើយយើងចុច save មកវាជាប់នៅក្នុងឯកសាររបស់យើងរក្សាទុកហើយណាអូខេចំណុចទី4សំទោសនៅទី3យើងត្រឡប់មកវិញចំណុចទី3គឺការរក្សាទុកជាទម្រង់ HTML អញ្ចឹងដូចគ្នាយើងចូលទៅកាន់ file ចូល save as ចូល browse នេះមកឈ្មោះដដែលទីកន្លែងដដែលយើងគ្រាន់តែចុច drop down វាមកយើងរកមើលពាក្យថា web page អញ្ចឹងនេះ web page មាន1 2យើងយកមួយណាក៏បានដែរយក web page HTML នេះចុះអញ្ចឹងនេះវាចេញមក web page វងចរមាន HTML សម្រាប់យើងរក្សាទុកក្នុងការប្រើប្រាស់ទៅផុសនៅលើ website សម្រាប់អ្នកធ្វើ website ឬក៏ blog post ផ្សេងៗអញ្ចឹងទៅមកចុច save មកវានឹងចូលទៅកាន់កន្លែងដែលយើងរក្សាទុកហើយណាអូខេត្រឡប់មកវិញចូលរបៀបរក្សាទុកចំណុចទី4ណាការរក្សាទុកជាទម្រង់ TXT file អញ្ចឹងដូចគ្នាទេការ save គឺចូលទៅកាន់file មកយក save as យក browse ដើម្បីរកទីកន្លែងរបស់វាហើយវានឹងចូលមកកន្លែងដដែលព្រោះយើងធ្លាប់ save កន្លែងនេះអញ្ចឹងយើងចុច drop down វាមកវានឹងយើងអូសមកក្រោមរកមើលពាក្យ plain text អញ្ចឹង plain text នេះឃើញខាងចុងវាក្នុងវងកញ្ចក់វាដាក់ TXT អញ្ចឹងចុចវាយកមកហើយយើងគ្រាន់តែចុច save ទៅវានឹងចូលរក្សាទម្រង់នឹងឲ្យយើងតាមដែលយើងចង់បានអូខេហើយមួយទៀតបើសិនជាយើងស្ថិត save វាម្ដងហើយគាត់យើងកែប្រែតិចតួចឬក៏យើងកែឯកសារយើងមួយចំនួនយើងគ្រាន់តែចុចអក្សរកាត់ទៅចុច control បូកនឹងអក្សរ S អញ្ចឹងវាក៏ save រក្សាទុកទម្រង់ដែលយើងរក្សាទុកថ្មីចុងក្រោយនេះបាទហ្នឹងអញ្ចឹងមិនជាពិបាកទេគ្រាន់តែយើង
ចេះប្រើហើយនឹងរកកន្លែងដើម្បីទុកវាទៅណាអញ្ចឹងជាសង្ខេប មកវិញគឺក្នុងមេរៀននេះគឺយើងរៀនអំពីរបៀបរក្សាទុកឯកសាររបស់យើងនៅពេលយើងធ្វើកិច្ចការងារហើយនៅលើកម្មវិធី Microsoft Word អញ្ចឹងការរក្សាទុកមាន3ទម្រង់ឬក៏3 format ហ្នឹងទី1ទម្រង់ docx ទី2ទម្រង់ជា PDF ទី3ទម្រង់ជា HTML ទី4គឺទម្រង់ជា TXT file អញ្ចឹង4ទម្រង់នេះគឺប្រើប្រាស់សម្រាប់រក្សាទុកឯកសារនៅពេលយើងបញ្ចប់កិច្ចការងាររបស់យើងហើយបន្ទាប់មកគាត់យើងកែឯកសារតិចតួចយើងអាច save វាដោយចុចkeyboard shortcut គឺ control បូកនឹងអក្សរ S បាទហ្នឹងអញ្ចឹងវីដេអូរបស់យើងដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់ការតាមដានទស្សនាហើយនឹងរៀនជាមួយគ្នានៅថ្ងៃនេះហើយយើងនឹងជួបគ្នាម្ដងទៀតនៅមេរៀនទី4បាទសូមចែករំលែកវីដេអូនេះទៅកាន់អ្នកដែលគាត់ចង់រៀនកុំព្យូទ័រតាមអនឡាញអញ្ចឹងសូមអរគុណសូមជម្រាបលា